អើកូនឈូកកូនគិតគឺកូនគិតថាជួនកាលមនុស្សសម្ដីមិនល្អមើលខាងក្រៅមិនសមសួនតែខាងក្នុងអាចនឹងល្អហើយអ្នកមើលមកខាងក្រៅល្អជួនកាលខាងក្នុងរលួយផងក៏មិនដឹងម៉ែជួយបញ្យល់ម៉ែបន្តិចមកម៉ែមិនយល់ទេល្ងងមែនម៉ែវាឯងនេះមិនមើលទេអីនោះពួកគេទាំងពីរអ្នកនោះឃើញទេម្នាក់ធ្វើបានល្អឯម្នាក់ទៀតធ្វើឲ្យរួចតែពីដៃទេឃើញហើយក៏ឃើញច្បាស់តែមិនចូលចិត្តយល់ទេអាម៉េចឃើញគេធ្វើការល្អចង់លើកកូនឲ្យគេអីហ៎បើគេល្អមែនរឿងអីដែលថាមិនបាននោះអីអាតបិកចាស់នេះបានហើយពុកម៉ែឈប់ប្រកែកគ្នាទៅសម្រាប់ថាពួកគេទាំងពីរស្ម័គ្រចិត្តជួយខ្លួនឯងតាយើងមានបានតែបង្ខំគេណានិយាយត្រូវចិត្តម៉ែណាស់កូនមកឆាប់ហូបបាយហូបទឹកសិនទៅណានាយក្រិននាយពីងធ្វើស្រែហត់ពេញមួយថ្ងៃហើយហត់ណែនាយពីងហូបឲ្យច្រើនទៅណាបាទអរគុណណាស់មីងហត់ណាស់គ្មានធ្វើស្អីផងកាន់តែគាល់អត់ព្យួរអើយគិតទៅមានភ្នែកអត់ប្រស្រីមែនណែក្រិនឯងនេះថាឲ្យយើងអីគិតមើលខ្លួនឯងទៅមីងឃើញទេអីថាគេបានធ្វើអីខ្លះហេតុអីក៏លំអៀងម្ល៉េះគឺមកពីសម្ដីឯងនឹងហើយពាក្យចាស់លោកពូលថាសម្ដីសជាតិបើយាតសពូជហើយសម្ដីឯងមិនគោរពចាស់ទុំយ៉ាងនឹងអ្នកណាទៅចូលចិត្តឯងកើតនោះហាកុំស្ដាប់ទៅសម្ដីអីមីងស្ដាប់បេះដូងក្នុងផងថាមួយណាល្អស្អាតពិតប្រកបតាមពិតខ្ញុំប្រាប់មីងតាមត្រង់ចុះគឺខ្ញុំពិតជាស្រឡាញ់កូនមីងពិតមែនណាហើយខ្ញុំនិងអាពីងក៏បានស្រឡាញ់ដូចគ្នាដែរទើបចង់ឲ្យមីងឃើញថារវាងខ្ញុំនិងអាពីងម្នាក់ណាអាចមើលថែកូនមីងបានអ្នកណាថាមកជួយយើងហើយយើងលើកកូនកំមុំឲ្យនោះដេកយល់សពទៅពេលនេះកូនក៏ធំទៅហើយកុំហួងហែងជីវិតកូនអីទុកឲ្យគេជាអ្នកជ្រើសរើសជីវិតខ្លួនគេទៅចុះណែកូនខ្ញុំពុកវាឯងកុំចេះឆាប់ស៊ីបាយហើយក៏ចេញពីផ្ទះយើងទៅសំដីឆាំងបាញ់ផ្ទាំងស៊ីបមកបែបនេះនរណាលេបចូលមីងខ្ញុំទៅសិនហើយតែខ្ញុំនឹងធ្វើឲ្យមីងបានឃើញថាខ្ញុំពិតជាស្រឡាញ់កូនមីងហើយអាចមើលថែកូនមីងបានពិតប្រាកដមែនណាមីងក្មួយសន្យាថាបើណាមីងព្រមលើកអូនឈូកឲ្យខ្ញុំនឹងមើលថែថ្នាក់ថ្នមហ៊ានលះបង់ទាំងជីវិតដើម្បីមើលថែអូនឈូកដូចឯងនេះនិយាយសមឲ្យយើងគិតថាគួរមិនគួរបើឯងវិញណាដេកសម័យទៅដេកសម័យទៅឈើចាំមើលខ្ញុំនឹងធ្វើឲ្យឃើញខ្ញុំទៅហើយពុកម៉ែថ្ងៃនេះកូនទៅដងទឹកនៅក្នុងបឹងព្រោះក្នុងពាងអស់ទឹកហើយពុកម៉ែមិនបាច់ដងឲ្យខ្លួនឯងទៀតទេណាទុកឲ្យពុកឯងធ្វើទៅកូនពុកឯងក៏ទំនេរដែរតាមកកូនទៅជាមួយពុកជាអ្នករែកកូនឯងគ្រាន់តែចោះដងទៅបានហើយចាពុកប្រយ័ត្នផងណាកូនពុកវាមើលកូនផងណែក្រៃលោរអិលណាទីនោះរអិលខ្លាំងណាស់ដឹងហើយតាពុកអាយ៉ាពុកចាំមិនហើយអូយអូយចកេះឈឺណាស់អាយអូយជួយផងពុកទ្រាំតែណាពុកណាចាំខ្ញុំហៅគេជួយពុកជួយផងអ្នកណាក៏បានដែរជួយផងជួយពុកខ្ញុំផងជួយផងអូនឈូកមានរឿងអីពូប្រាញ់កាតអីហ៎គឺពុកខ្ញុំដួលគឺសុំជួយលើកគាត់ទៅផ្ទះផងបានអូនឈូកកុំអារម្មណ៍អីមកពូអូយមិនក៏ធ្ងន់ម្លេះមានប៉ិនតម្រៃណាទៅលើករួចនោះអូយសុំទោសផងណាអូនឈូកបងលើកម្នាក់ឯងអត់រួចទេតែធ្វើយ៉ាងម៉េចទៅបងក្រាន់មកដល់ល្មមមកពូចាំខ្ញុំជួយថ្នមណាពូណាអូយអរគុណឲ្យក្មួយកុំទៅបានក្មួយក្រិនទេកុំអីខ្ញុំយ៉ាប់រំខានអូតាមពិនបានក្មួយពីងជួយតើគេប្រាប់ខ្ញុំច្បាស់ណាស់ខ្ញុំសម្រេចចិត្តច្បាស់ហើយខ្ញុំនឹងលើកកូនខ្ញុំឲ្យទៅកូនពីងអត់ទេម៉ែកូនអត់បានស្លាញ់បងពីងទេកូនទុកគាត់ត្រឹមតែជាបងប្រុសម្នាក់តែប៉ុណ្ណោះណែម៉ែវាអ្នកដែលជួយខ្ញុំអ្នកដែលមានចិត្តល្អគឺនាយក្រិននេះឯងតិចថាមិនបានប្រាប់កុំចេះអត្តបិខ្ញុំថាយ៉ាងណាគឺយ៉ាងនឹងហើយកូនក៏គ្មានសិទ្ធិប្រកែកនឹងម៉ែដែរតែកូនគ្មានប្រតែគ្មានស្គាល់ស្អីទេអរគុណមីងណា
ខ្ញុំនឹងប្រាប់ម៉ែឲ្យចូលស្ដីទៅដឹងអូនឈូកតាមផ្លូវច្បាប់ណាមីង មិនអីទេក្មួយមីងទទួលជានិច្ចម៉ែកូនណែមិនចាំបាច់និយាយទេត្រៀមខ្លួនធ្វើជាកូនកំមុំទៅម៉ែមិនអាចបង្ខំកូនបានទេកូនមិនព្រម ហើយយើងចាញ់ឯងហើយយើងទៅហើយ យ៉ាងម៉េចដែរក្រិនយើងថាហើយកុំមកប្រជែងជាមួយយើងអាកម្លាំងមិនឈ្នះអាអែបអបទេមិនក៏ឯងមិនរៀនតាមអញ វាមិនមែនជាចរិតស៊ីនអញហេក្លិនអីក៏ឈ្ងៀមម្លេះតិចមីងភ្លេចពលុតភ្លើងទៅដឹង ពុទ្ធោភ្លើងឆេះផ្ទះហើយជួយបន្លត់ផងជួយផងលោកអើយអ្នកណាក៏បានដែរអ្នកស្រុកអ្នកភូមិមើលជួយផងភ្លើងឆេះផ្ទះហើយជួយផង ដងទឹកពលុតឲ្យឆាប់ឡើងទៅលឿនឡើងជួយគ្នាម្ដាយមួយជើងទៅ ភ្លើងឆេះខ្លាំងទៅហើយហ្នឹងហេអូនឈូកមិនក៏នៅសុកដើរចូលទៅក្នុងផ្ទះធ្វើអីអូនឆាប់ចេញមកវិញមក កូនឈូកចេញមកវិញមកកូន ពុកជួយកូនផងពុក អូយជួយមិនបានទេសក់អាណាក្បាលអាហ្នឹងហើយមានអាណាឈួតយកជីវិតមកបដូរនឹងភ្លើងទេខ្ញុំទៅហើយ អាពីងក្រែងឯងថាបដូរជីវិតដើម្បីកូនយើងហីអាពីងអាចង្រៃ មកឈូកឆាប់ចេញមក កូនឈូករបស់ម៉ែកូនឈូកម៉ែកូនខ្លាចណាស់អរគុណហើយណាបងក្រិនដែលបានជួយជីវិតខ្ញុំ មិនអីទេខ្ញុំទៅសិនហើយ ឈប់សិនមីងអរគុណឯងហើយណាដែលបានជួយជីវិតកូនស្រីមីង បាទមិនអីទេ អូនឈូកអូនមិនអីទេហីបងបារម្ភពីអូនស្ទើរស្លាប់ទៅហើយប្រសើរហើយដែលអូនមិនអីនោះ ពេលនេះខ្ញុំដូរចិត្តហើយថាមិនលើកកូនខ្ញុំឲ្យទៅអាកំសាឯងទៀតទេយើងនឹងលើកកូនស្រីរបស់យើងឲ្យទៅនេះក្រិនដែលជាវីរៈបុរសពិតប្រាកដ ប្រាប់យោហើយមិនស្ដាប់ទេតលតែចិត្តស្លាប់បានភ្លឺភ្នែក មិនក៏មីងកលាស់សម្ដីបែបនេះមីងអាត្មានិយមណាស់បើមីងកលាស់សម្ដីបែបនេះចាំមើលណាថានឹងមានរឿងអ្វីកើតឡើង មួយជីវិតហើយនឹងគ្មានចេះធ្វើអីក្រៅពីពាក្យគំរាមទេអីហ៎បើមិនបានបោកគេមិនអស់ចិត្តឬក៏យ៉ាងម៉េចមីងកុំភ័យមានខ្ញុំនៅទីនេះវាធ្វើអីមីងមិនបានទេ អរគុណហើយណាក្មួយក្រិនហើយមីងក៏សុំទោសដែលមីងមើលមិនឃើញអំពើល្អរបស់ក្មួយកូនឈូកលើកនេះម៉ែសួរចិត្តកូនថាកូនព្រមទេបើម៉ែលើកកូនឲ្យទៅក្រិនណាកូនស្រេចទៅលើម៉ែទេម៉ែ ខ្ញុំយល់ស្របណាស់ម៉ែវា តែពេលនេះមីងគ្មានសល់អ្វីទៀតទេភ្លើងឆេះផ្ទះមីងអស់បាត់ទៅហើយ មិនធ្វើទេឆេះផ្ទះសល់ដីខ្ញុំមានលុយខ្លះមីងនឹងពូយកទៅសាងសង់ផ្ទះថ្មីចុះរួចពេលណាចាំយើងរៀបការជាមួយគ្នាណាអូនឈូក អញជ្រិញណាស់អាក្រិនសម្រាប់ថាអញចាញ់ឯងទៅចុះអាសម្លាញ់ អរគុណហើយបងក្រិនមិនត្រឹមតែជួយជីវិតខ្ញុំទេបងថែមទាំងជួយគ្រួសារខ្ញុំទៀតខ្ញុំផ្ញើជីវិតនេះលើបងក្រិនហើយ បងសន្យាថានឹងមើលថែអូនឲ្យបានល្អបំផុតនិងមិនឲ្យអូនលំបាកដោយសារតែបងទេចាប់តាំងពីពេលនោះមកពួកគេទាំងពីរក៏បានរៀបការក្លាយជាប្តីប្រពន្ធរស់នៅជាមួយគ្នាយ៉ាងសុខសាន្តជាតរៀងទៅតម្លៃអប់រំសូមកុំសម្លឹងមើលមនុស្សតែសម្បកក្រៅមនុស្សសម្ដីល្អតែខាងក្នុងមានកលល្បិញចំណែកឯមនុស្សសម្ដីត្រង់មានចិត្តល្អបរិសុទ្ធគ្រប់គ្នាតែងតែមើលរំលង